ខ្ញុំគណៈអាត្មាភាពតំណាងឲ្យប្រសង់គ្រប់អង្គនៅក្នុងវត្តដៃជះសវណ្ណភូមិនៅទីរួមខេត្តត្បូងឃ្មុំយើងនេះដោយមួយរយៈក្រោយនេះឃើញថាខាងក្រសួងព័ត៌មានបានចេញព័ត៌មានប្រកាសអំពីការមិនគាំទ្ររាល់ព័ត៌មានមិនជាក់លាក់ព័ត៌មានមិនពិតឬក៏យើងហៅថាព័ត៌មានคล้ายៗជាដើមដូច្នោះនៅចំណុចនេះអាត្មាភាពឃើញថាក្រសួងចេញសេចក្តីប្រកាសដូចនេះគឺពិតជាល្អពីព្រោះអីយើងឃើញថាបច្ចុប្បន្ននេះអ្នកដែលទាមទារចំណាប់អារម្មណ៍ចង់ឲ្យឡើង view ឬក៏ចង់ឲ្យល្បីជាដើមផ្សេងនោះឃើញថាពេលខ្លះទៅគឺតែងតែយកព័ត៌មានមិនពិតយកមកផ្សព្វផ្សាយលើបណ្ដាញសង្គមដូច្នោះហើយរាល់ព័ត៌មានដែលមិនពិតមិនមានប្រភពច្បាស់លាស់មិនមានមូលដ្ឋានច្បាស់លាស់នោះយ៉ាងហើយធ្វើឲ្យសង្គមជាតិរបស់យើងទាំងមូលជាពិសេសគឺប្រជាជនរបស់យើងដែលគាត់មិនបានដឹងនោះគាត់យល់ថាបែបនេះបែបនោះអញ្ចឹងហើយធ្វើឲ្យគាត់មានការផិតភ័យព្រួយបារម្ភជាដើមអញ្ចឹងដូច្នោះហើយសូមឲ្យបងប្អូនទាំងអស់ជាពិសេសប្រជាពលរដ្ឋយើងទាំងក្នុងប្រទេសក្រៅប្រទេសសូមឲ្យតាមដាននៅព័ត៌មានដែលជាក់លាក់ព័ត៌មានជាក់លាក់ហ្នឹងយើងមើលដូចជាឥឡូវយើងនិយាយពីព័ត៌មានជាតិយើងបន្តិចចោះថាដូចជាព័ត៌មានដែលជាក់លាក់និយាយពីបច្ចុប្បន្នប្រទេសយើងមានសង្គ្រាមជាមួយនឹងប្រទេសជិតខាងអញ្ចឹងយើងត្រូវតាមដានមើល page ក្រសួងព័ត៌មានឬក៏ page ព័ត៌មានរបស់មន្ទីរខេត្តនីមួយៗរបស់ខ្លួនឧទាហរណ៍ដូចខេត្តត្បូងឃ្មុំយើងមានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំហើយមាន page របស់ក្រសួងការពារជាតិមាន page របស់ក្រសួងមហាផ្ទៃមាន page របស់នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលជាដើមបាទដូច្នោះហើយដែលព័ត៌មានមិនពិតនេះវាធ្វើឲ្យសង្គមរបស់យើងកាន់តែវឹកវរហើយកាន់តែមានភាពច្បោកច្បល់ដូច្នោះហើយអាត្មាភាពសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទរបស់យើងទាំងក្នុងក្រៅប្រទេសទាំងអស់សូមចូលរួមជួយអភិវឌ្ឍប្រទេសរបស់យើងតាមរយៈផ្ដល់ព័ត៌មានដែលជាក់លាក់និងមិនបំប៉ោងមិនបំភ្លើសមិនបំភ្លៃព័ត៌មានជាដើមហើយមួយទៀតនោះក៏សូមថ្លែងអំណរអគុណដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មានគ្រប់រូបទាំងអស់ដែលតែងតែជួយយកព័ត៌មានដើម្បីឆ្លុះបញ្ចាំងនៅក្នុងសង្គមនៅក្នុងប្រទេសយើងឲ្យបានដឹងទាំងក្នុងប្រទេសនិងនៅក្រៅប្រទេសឲ្យបានដឹងអំពីព័ត៌មានរបស់ជាតិយើងហើយក៏សូមជូនពរជ័យដល់បងប្អូនទាំងអស់ទាំងនៅក្នុងប្រទេសក្រៅប្រទេសនេះសូមឲ្យទទួលបានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាជាពិសេសនោះជាចុងក្រោយនេះសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសនេះជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលយើងសប្តាហ៍ថ្ងៃដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាយើងនេះដែលលោកខិតខំប្រឹងប្រែងដើម្បីការពារបូរណភាពទឹកដីដើម្បីអភិវឌ្ឍប្រទេសរបស់យើងឲ្យកាន់តែរីកចម្រើនជាលំដាប់ដូច្នោះហើយអាត្មាភាពសូមអរព្រគុណនិងសូមអរគុណសូមជំរាបលាយើងមិនគាំទ្រព័ត៌មានคล้ายពាក្យថាយើងមិនគាំទ្រនេះបើថាទាំងអស់គ្នាទាំងប្រសង់ក្តីទាំងប្រសក់ក្តីគឺយើងមិនគាំទ្រទេរាល់អ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតសូមអរគុណ